គូទី22គូទី22ខ្សែទឹកខាងក្នុងទូពាក់ថាលេខ063បាទរតនសម័យមកពីមេសូបច័ន្ទពីរៀង ព្រៃវែងខ្សែទឹកខាងក្រៅទូពាក់ថាលេខ049សុវណ្ណមេកាសៅមាទេវីអង្គរអំពើពេជ្រ កូនពេជ្របាទ ឯកឋានគ្រឿងទឹកពេជ្រលិចដល់ចុង អូល្អណាស់ណាបាទសុវណ្ណពេកាបាទសោមាទេវីអង្គរពោពេជ្រខ្សែទឹកខាងក្រៅកំពុងតែបាទលឿនប៉ុន្តែឥឡូវនេះរត់សម័យក៏តក ដែរបាទចាំមើលរតនៈបាទគាត់មកតាំងពីមេសូប្រច័ណ្ឌព្រៃវែងក៏ប៉ុន្តែដូចជាដាច់ហើយ ដាច់ហើយ តែទឹកខាងក្រៅដែលមានឯកស្ថានគ្រឿងទឹកពេជ្រលិចដល់ចុងចង្វាពណ៌សគឺសវណ្ណពេកាបាទសវណ្ណពេកាដល់ទីហើយតែដូចជាបថយដៃបាទអត់ដឹងថានាឡិកាគេត្រៀមចុចឲ្យពេជ្រអូមកជុលពេជ្រហ្នឹងលើកមុនខ្ញុំថាមកជុលពេជ្រហ្នឹងគឺពេជ្រលឿនបាទអំពើពេជ្រអំពើពេជ្រជាមួយនឹងរតនសម័យបាទជើងទី1នេះគឺសវណ្ណបេកាបាទឈ្មោះកាត់បាទគឺឈ្នះឥឡូវចាំមើលជើងទី2បដូរខ្សែទឹកយ៉ាងម៉េចដែរក៏ បាទ ប៉ុ ប ន្ ដូ តែ រខ្សែទឹកបាទលទ្ធផលដូចជាមិនទាន់ដឹងថាយ៉ាងម៉េចទេ ចាំមើលការគាត់ចំណាំបាទចាំមើលគាត់នៅតែគៀកហើយណាគូទី22គូទី22បាទចាំចប់គូទី22បាទចាំថ្លែងនៅគុណប្រគុណម្ចាស់ បាទគុណម្ចាស់ដែលជាម្ចាស់ទូកបាទឥន្ទ្រីអាតឡង់តិចបាទដែលមកពីរាជធានីភ្នំពេញខណ្ឌដង្កោហ្នឹងបានឧបត្ថម្ភលោកគ្រូខ្ញុំហ្នឹងម្នាក់ 100000 រៀលស្មើនឹង 200,000 រៀលបាទសូមថ្លែងអំណរគុណឥឡូវយើងបន្តគូយើងជាបន្តនេះ បាទគូទី22ចាំមើលរតនសម័យឥឡូវនៅ លេង ក្រៅ គ្រាល្អលោកគ្រូប្រហាក់ប្រហែលគ្នា បាទប្រហែលគ្នាតែជើងទី1រតនសម័យបងចាញ់ បាទ បាទសវណ្ណបេកាឈ្នះឥឡូវសវណ្ណបេកាទៅក្នុងនៅក្នុងអាយ៉ាទំនាល្អណាស់សូមជួយតាមដានទាំងអស់គ្នា បាទសូមទម្លាក់ខ្លាំងៗទាំងអស់គ្នា មើលសវណ្ណបេកានឹងរតនសម័យ ណាបាទសវណ្ណពេកាសោមាទេ អា វី យ៉ាអាយ៉យអាយ៉ា ដកលេមក អា ដក យ៉ លេ យដកមែន អើទៅបានជ័យជំនះ ទឹកក្នុងដដែលជាដដែលមើលយ៉ាងម៉េចដែរ សវណ្ណពេកាសោមាទេវីអង្គរបាទអំពើពេជ្រនេះក៏ជាទូកខ្លាំងមួយដែរ ឯកដ្ឋានប្រហែលគ្នាលឿនប្រហាក់ប្រហែលគ្នានៅឡើយទេ អូអត់អីទេមកលេងគ្នានៅមុខបាទវេទិកាកិត្តិយសរបស់យើងហើយអ្នកថ្មគោយ៉ាងម៉េចហើយអ្នកថ្មគោនៅខ្សែទឹកខាងក្រៅនាងតាវតីអើយបាទមិនអាមាយើងបាទបានគេក៏បានយើងថ្ងៃនេះមកសវណ្ណពេកាសោមាអង្គរអំពើពេជ្រនេះក៏មិនធម្មតាដែរ ទាន់ដឹងទេ បាទលើកំពុងតែចាក់យោងឡើងត ខ្សែទឹក ហើយ ក្នុងបងចាញ់បាទចាក់យោងបន្ថែមទៀត អីថ្ងៃមុនជួបគាត់នៅអាស័យជ្រោយគាត់ឧបត្ថម្ភខ្ញុំ15ប្រអប់ គាត់កំពុងតែធ្វើចលនាគោះ អូយដល់មកឡើងហើយនេះបាទមិនឲ្យនាងតាវតីនាងតាវតីល្អទៅខាងក្រៅ អាយ៉ូ សូមពេកា អាយ៉ាបាទ ចាញ់តិចតួចទេ បាទនាងតាវតីអើយបើនៅសល់ចម្ងាយតែបន្តិចទៀតអាចដែរ បាទ បាទ ចាញ់តិចសោះចាញ់ ចាញ់ ដែរ តិចបាទ ហើយសវណ្ណពេកាសោមាទេវីអង្គរពោពេជ្របាទនងមុំហើយនេះតាពីបាទជើងទី2នេះហាក់ដូចជាខកខលប៉ុណ្ណាបន្តិចហើយមានតាមបៃបាទ